តាមធម្មតាគឺយើងស្ទាបខ្លួនយើងបានកូនកណ្ដុរនៅខ្លួនយើងស្ទាបចាប់ផ្ដើមពីលើមុខទៅអញ្ចឹងនៅមុខគុំត្រចៀកយើងគ្រាន់តែយកដៃយើងមករៀមពីរហ្នឹងស្ទាបស្រាលនៅពីមុខគុំត្រចៀកបើយើងឃើញតែឆ្អឹងហើយនឹងស្បែកមិនមានដុំអីមួយនៅកប់ពីក្រោមនឹងប្រប៉ិនក្របគ្រោះឬមួយក៏ក្របសណ្ដែកគឺមានន័យថាកូនកណ្ដុររបស់យើងមិនរលាកមិនហើមទេតបមកទៀតយើងស្ទាបនៅពីក្រោយគុំត្រចៀកផងយើងអាចប្រើម្រាមទាំង4អញ្ចឹងពីមុខពីក្រោយអញ្ចឹងយើងស្ទាបទៅនៅពីក្រោយគុំត្រចៀកយើងហ្នឹងវាស្ទាបទៅឃើញតាកពយឆ្អឹងត្រចៀកមួយដែលស្រួចហើយក្រៅពីហ្នឹងមានស្បែកមានសាច់ដុំអញ្ចឹងណាអត់មានឃើញទេអញ្ចឹងយើងមានសាច់ដុំមួយតពីអាកន្លែងគុំត្រចៀកហ្នឹងមកដល់ឆ្អឹងដងកំបិតអញ្ចឹងយើងយកម្រាមយើងពីរយើងទាញចុះក្រោមមកសងខាងអាសាច់ដុំហ្នឹងអញ្ចឹងពេលដែលយើងដាក់វាចុះក្រោមសងខាងសាច់ដុំហ្នឹងអត់មានអីប៉ះម្រាមដៃយើងអត់មានថាដូចមានក្របឃ្លីហ្នឹងឬមួយក៏ក្របសណ្ដែកហ្នឹងឬក៏ក្របគ្រោះហ្នឹងទេអញ្ចឹងមានន័យថាវាអត់ហើមហើយយើងមើល